ទាំងថ្ងៃនេះគឺនាងខ្ញុំមកជីកតាពាំងទៀតហើយបងប្អូនហើយនេះគឺមកជីកតាពាំងប្រិចចឹងណាហើយនេះគឺបងខ្ញុំគាត់កំពុងតែជីកហើយក្រោយពីមេឃភ្លៀងចឹងទៅក៏អត់ដឹងនាំគ្នាធ្វើអីក៏មករកតាពាំងចឹងណាព្រោះតាពាំងនេះក៏មិននៅឆ្ងាយពីផ្ទះដែរបងប្អូនយើងជិះម៉ូតូមកប្រហែលជា5នាទីអីដល់ចឹងណាហើយណាមួយយកមានកិច្ចការងារអីរវល់ដែរចឹងទៅក៏នាំគ្នាមកកាច់តាពាំងទៅហើយខ្ញុំអត់បានជួយកាច់ទេឥឡូវតែថតហើយនឹងដើររឹសតាពាំងនេះបងខ្ញុំគាត់ជីកចឹងណាបងប្អូនហើយតាពាំងនេះគឺខ្ញុំខានមកជីកវាប្រហែលជា2អាទិត្យហើយបងប្អូនហើយមកជីកនេះគេជីកអស់រហូតចឹងណាហើយគេមករកតាពាំងហ្នឹងគេអ្នកខ្លះទៅគេរលក់រកអីចឹងណាហើយនេះខ្ញុំអ្នកកាន់កត្រកហើយពីអ្នកក្មួយខ្ញុំហើយបងខ្ញុំអ្នកដើរកាច់ខ្លះទៅវាហោលខ្លះទៅវានៅកប់ដីប៉ុន្តែតាពាំងអានៅកប់ដីគឺឆ្ងាញ់ជាងបងប្អូនពេលយើងឆ្ងល់ទៅវាឡងផ្អែមតែម្ដងអញ្ចឹងណាហើយនេះក្មួយខ្ញុំឬឲ្យវាតថ្លៃទៀតហើយខាងនេះគឺបងខ្ញុំគាត់កំពុងតែជីកដែរហើយជីក2នាក់អញ្ចឹងណាហើយ2នាក់អ្នករឹសខ្ញុំហើយក្មួយខ្ញុំហើយនេះគឺបងខ្ញុំជីកបានទៀតហើយបងប្អូនវានៅកប់មួយអាស្លឹកអាស័យយើងអញ្ចឹងណាហើយខាងខ្ញុំនេះគឺតាពាំងវាសបោដែរប៉ុន្តែគ្រាន់ថាយើងទៅជីកអត់តាន់គេអ្នកខ្លះទៅក៏គេជីកទៅកាប់មុនយើងចឹងណាដោយសារគេយកទៅលក់យកអីចឹងតែខ្ញុំអត់ទេយកតែមួយឆ្ងល់ហូបចឹងណាហើយតាពាំងហ្នឹងគឺយើងយកធ្វើជ្រក់ហូបក៏បានដែរបងប្អូនហើយនេះអស់ពីដើរជីកហ្នឹងមកក៏ខ្ញុំដើរជីកតាមមាត់អូហើយហត់ណាបងប្អូនក្តៅហើយធ្វើអាមេឃវាភ្លៀងហើយចឹងទៅវារៀងល្ងត់ហើយធ្វើឲ្យមានមូសមានអីទៀតចឹងណាបងប្អូនសំខាន់គឺវាហប់ហើយជុំថាវាហប់អត់មានខ្យល់បែកញុះនឹងជោកហ្មងបងប្អូនហើយខ្ញុំពីអ្នកបងខ្ញុំអ្នកជីកតែខ្ញុំឲ្យបងខ្ញុំអ្នកជីកខ្ញុំអ្នកថតគាត់ចឹងណាហើយជីកតាពាំងនេះគឺអត់ទៅបានច្រើនណាស់ទេបងប្អូនទោះសារយើងមកជីកក្រោយគេជីកមុនយើងមកផ្លែតដែរហ្នឹងហើយតាពាំងហ្នឹងគឺវាដកតន់អ្នកជីកទេដោយសារគេជីកយកលក់យកអីចឹងខ្លះទៅក៏យកហូបយកអីចឹងណាហើយខ្ញុំជីកយកតែហូបទេបងប្អូនជីកច្រើនក៏ហូបអត់អស់ដែរដោយសារតែយើងបានហូបវាម្ដងហើយគឺអត់សង់ទៀតទេបងប្អូនហើយឆ្នាំនេះគឺមានគេជីកច្រើនហើយយើងដើរពីមកគុំទៅមកគុំចឹងទៅក៏ឃើញតាពាំងទៅបានជីកក្រោយគេអាណាកប់ដីបន្តិចហ្នឹងបងប្អូនហើយកលេសមកខាងនេះគឺតាពាំងដែលយើងបានជីកហ្នឹងបងប្អូនគឺខ្ញុំបានតែប៉ុណ្្នឹងទេតាពាំងអត់បានពេញមកកត្រកហ្នឹងទេហើយក៏ពេលយើងឆ្ងល់ឆ្អិនអីឆ្អិនទៅបកក៏បានប៉ុណ្្នឹងបងប្អូនបានតិចហើយនេះខ្ញុំកាច់ឲ្យហោលទេហើយបងខ្ញុំអ្នកជីកអាកប់ដីប៉ុណ្ណាក៏បងខ្ញុំយកដែរបើយើងដើរទៅវាអត់សូវបានអីគឺយកទាំងអស់ហ្នឹងបងប្អូនហើយតាពាំងវាសបោដើមតាមគុំតាមអីតែគាត់ថាយើងទៅជីកអត់តាន់គេអញ្ចឹងទៅយើងមានតែយកអញ្ចឹងខ្លះហើយនេះបងខ្ញុំអ្នកបោះហើយអ្នកឃើញតាពាំងប៉ុណ្ណឹងក៏យកដែរបងប្អូនតាពាំងខាងខ្ញុំគឺអ្នកខ្លះទៅគេជីកអត់មានការងារធ្វើគេជីកយកឆ្ងល់លក់អីចឹងតែយើងអត់ចង់អញ្ចឹងយើងមកជីកផ្ទាល់ខ្លួនឯងទៅតែបើយើងទិញគេក៏វាល្អដែរបងប្អូនតែគាត់ថាយើងនៅចិត្តដើមដែរចឹងយើងក៏មកជីកទៅហើយណាមួយយើងអត់ធ្វើអីដែរក៏ជីកវាទៅណាហើយបងខ្ញុំជីកពីមួយកន្លែងទៅមួយកន្លែងខ្លះទៅវានៅក្នុងគុំអាស័យជ្រៅអញ្ចឹងហើយយើងត្រូវការប្រើឲ្យចប់ណាធ្ងន់មិនជីកមកបានល្អអញ្ចឹងណាតើយើងអ្នកបកកែជីកដែរហើយបងខ្ញុំហើយខ្ញុំក៏ខ្ញុំមិនសូវចេះជីកតាពាំងមកណាបងប្អូនពេលខ្លះទៅជ្រាត់ដាច់ពាក់កណ្ដាលក៏មានដែរដោយសារវាពិបាកទេហ្នឹងហើយបងប្អូនវីដេអូនេះខ្ញុំក៏មានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា